អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន function មួយនៅក្នុងកម្មវិធី Microsoft Word មកចែករំលែកអ្នកទាំងអស់គ្នា function ដែលគេប្រើដើម្បីសរសេររូបមន្តគណិតឬក៏លំហាត់គណិតវិទ្យានៅក្នុងកម្មវិធី Microsoft Word ហើយ function នឹងដែរគឺមានឈ្មោះថា equation អ្នកទាំងអស់គ្នាអាចរកបានដោយចូលទៅកាន់ insert tab ហើយស្វែងរកពាក្យ equation ដែលមាននិមិត្តសញ្ញាដូចជារូបផាយនៅក្នុងគណិតរបស់យើងអញ្ចឹងណាទាំងអស់គ្នាអាចប្រើ shortcut alt សញ្ញាស្មើក៏បានដែរអញ្ចឹងនៅក្នុង equation tab នេះដែរគឺមាននិមិត្តសញ្ញាហើយនឹងរូបមន្តគណិតជាច្រើនមានដូចជា radical មានជា integral មានជាប្រភេទឬក៏ប្រភេទអនុគមជាដើមនៅក្នុងឧទាហរណ៍របស់យើងនេះគឺខ្ញុំនឹងសរសេររូបមន្តអនុគមកុសឲ្យអ្នកទាំងអស់គ្នាបានឃើញហើយសម្រាប់មុខងារក៏ដូចជារូបមន្តផ្សេងៗទៀតអ្នកទាំងអស់គ្នាអាចចូលទៅស្វែងយល់ដោយប្រើប្រាស់ laptop របស់អ្នកទាំងអស់គ្នាក៏បានដែរសម្រាប់ថ្ងៃនេះខ្ញុំចង់ចែករំលែកគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងអីបន្ថែមអាច comment នៅខាងក្រោមនេះបានឬក៏បើសិនជាអ្នកទាំងអស់គ្នាចង់សិក្សាលម្អិតបន្ថែមអំពីកម្មវិធី Microsoft Word អាចចុះឈ្មោះចូលរៀនថ្នាក់ Microsoft Office នៅ SC Academy របស់យើងបានអរគុណ